នេះខ្ញុំនឹងឲ្យអ្នកគ្នាពីរបៀបដាក់វីដេអូពីរឲ្យវានៅស្មើគ្នាឬក៏រូបភាពឲ្យវាស្មើគ្នាឬក៏យើងដាក់លើក្រោមអញ្ចឹងណាហើយយើងធ្វើបែបហ្នឹងគឺដូចជាការប្រៀបធៀបមួយគុណឬក៏ 0.6x ឬក៏ 1x អញ្ចឹងណាអញ្ចឹងខ្ញុំចូលមកក្នុង CapCut ហើយយើងចូលមកកន្លែង New Video អញ្ចឹងឧទាហរណ៍ខ្ញុំចង់ដាក់វីដេអូនេះហើយជាមួយនឹងវីដេអូនេះអញ្ចឹងយើង add វាមកយើងដាក់វាចូលមកទាំងពីរសិនមកប្រហែលថាយើងចង់យកវីដេអូនេះតម្លាក់មកក្រោមដើម្បីឲ្យវារត់មកស្មើគ្នាដើម្បីប្រៀបធៀបគ្នាអញ្ចឹងណាបើយើងដាក់មកក្រោយអញ្ចឹងវាបាក់មើលអញ្ចឹងយើងចុចពីលើវីដេអូហ្នឹងហើយយើងទៅរកពាក្យថា overlay វាធ្លាក់មកក្រោមយើងចាប់ឲ្យអូសវាមកឲ្យមុខឲ្យស្មើនេះវីដេអូលើហ្នឹងទៅអានេះវាវែងពេកយើងក្រោបវាចូលចោលបន្តិចហើយលុបអានេះចោលទៅកុំឲ្យវាជាប់ខ្មៅនៅកតុយអញ្ចឹងប៉ុណ្ណឹងទៅតែវានៅកងគ្នាអញ្ចឹងយើងចុចអាក្រោមនឹងមួយហើយព្រមវាបន្តិចកុំព្រមខ្លាំងពេកយើងព្រមបាននេះសិនយើងស្មានសិនណាហើយយើងទាញវាមកខាងឬក៏ទាញមកខាងនេះក៏បានដែរទាញទៅឆ្វេងក៏បានស្ដាំក៏បានយើងចង់ដាក់ខាងណាដាក់ទៅហើយចុចទៅលើនេះវិញព្រមវាដែរព្រមប៉ុណ្ណឹងឃើញតំណងវាស្មើគ្នាយើងចាប់ទាញវាមកនេះឃើញទេបានប៉ុណ្ណឹងហើយអូខេណាអាហ្នឹងយើងចង់ដាក់ឲ្យវាប្រៀបធៀបគ្នាមានឆ្វេងមានស្ដាំអញ្ចឹងទៅអានេះមក 0.6 គុណអានេះមកគុណអញ្ចឹងទៅអាហ្នឹងរបៀបដាក់ប្រើប្រាស់ overlay